កម្មមុនយើងអត់ដឹងថាលុយយើងប្រកាសលុយបានយើងចេះតែចាយហើយអត់ដឹងធ្វើអីទៀតហើយខ្ញុំប្រាប់បងប្អូនថា business ឥឡូវពិបាកណាបងប្អូនដឹងខ្លួនឯងថារាល់ថ្ងៃរកស៊ីពិបាកមិនទី1បងប្អូនត្រូវមានចំណេះដឹងបងប្អូនទៅលើអ្វីមួយដែលបងប្អូនចង់ធ្វើតើមានអ្នកបរិញ្ញាបងប្អូនមានអ្នកជួយវេចផ្លូវបងប្អូនទៅលើដំណើរផ្លូវហ្នឹងនៅអាហ្នឹងសំខាន់ពេលបងប្អូនមានហើយទី2បងប្អូនត្រូវប្រឡូកជាក់ស្ដែងបងប្អូនត្រូវរៀនអំពីបរិយាកាសដែលបងប្អូនធ្វើផ្ទាល់បងប្អូនធ្វើនៅប្លុកណាធ្វើនៅប្លុកនេះតម្រូវទីផ្សារមិនខ្ញុំឧទាហរណ៍ថាបងប្អូនចង់លក់អវ៉ាន់ណាបងប្អូនទៅលក់អវ៉ាន់នៅភ្នំពេញបងប្អូនលក់របៀបផ្សេងបងប្អូនលក់នៅខេត្តលក់របៀបផ្សេងអត់អាចលក់ដូចគ្នាណាពីព្រោះនៅខេត្តក៏អត់សូវមានលុយអញ្ចឹងទៅហើយការយល់ដឹងរបស់គាត់តិចអញ្ចឹងគាត់បងប្អូនទៅដូរវិធីសាស្ត្រក្នុងការលក់ទៅពេលនៅភ្នំពេញគេលក់របៀបផ្សេងគេមាន style ផ្សេងអញ្ចឹងការលក់ពីមួយតំបន់ទៅមួយតំបន់វាមានភាពជាក់លាក់ផ្សេងគ្នាទៀតអត់អាចប្រើវិធីដូចគ្នាទេអញ្ចឹងបានថា business នេះវាមានភាពស៊ីជម្រៅខ្លាំងមែនតើអញ្ចឹងបានជាទូទៅមនុស្សគាត់អត់ជោគជ័យដោយសារអីវាមានល្អិតតូចហ្នឹងសូម្បីតែពេលខ្លះយើងទៅរៀនគេហៅថាវគ្គសរសេរផែនការអាជីវកម្មហើយក៏នៅប្រាជ័យដែរណាដោយសារតែអាហ្នឹងគេហៅថាទូទៅព័ត៌មានទូទៅដូចខ្ញុំនិយាយប្រាប់បងប្អូននេះព័ត៌មានទូទៅតែមិនមែនតន់យកទៅធ្វើបានទេណាទៅធ្វើបានគឺត្រូវសិក្សាជាក់លាក់នៅអ្វីបងប្អូនធ្វើហ្នឹងមកអញ្ចឹងដើម្បីឲ្យយើងធ្វើអាជីវកម្មបានគឺយើងត្រូវមានចំណេះដឹងរបស់យើងហ្នឹងតបមកប្រឡូកចូលបបពិសោធន៍របស់យើងស្វែងរកតិចនិចថាតើការងារកន្លែងហ្នឹងយកតិចនិចកន្លែងណាបានដែលយើងធ្វើទៅបំពេញជាចំណុចសំខាន់មួយ business របស់យើងហើយអ្នកផ្សេងគេធ្វើអត់បានទេពេលហ្នឹងបងប្អូនឯងប៉ុន្តែបើយើងធ្វើទៅដូចតែគេដូចតែឯងណាបងប្អូនអត់អាចទទួលជោគជ័យនៅលើផ្នែកហ្នឹងបានខ្លាំងទេអាចធ្វើបានមួយអមគេមករស់តែឲ្យថាទទួលជោគជ័យទៅលើរបរហ្នឹងហ្មងអត់រួចទេតើបងប្អូនរកភាព unique ផុសខ្លួនឯងមួយឲ្យឃើញ